ឯកឧត្តមទេសរដ្ឋមន្ត្រីគុណគឹមជំរុញឲ្យក្រុមការងារពន្លឿនរៀបចំជំរកចល័តដើម្បីឲ្យជនភៀសសឹកចាស់ជរាកុមារនិងស្ត្រីទទួលបានជំរកសមរម្យឯកឧត្តមកតេសង្ឃហាបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញជួបពិនិត្យវឌ្ឍនភាពរៀបចំជំរកចល័តនៅមណ្ឌលសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យតបតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជុំវិញសុខទុក្ខជនភៀសសឹកគឺត្រូវបានយកទៅទុកដាក់ខ្ពស់ដើម្បីសុវត្ថិភាពនិងធានាដល់ការឧបត្ថម្ភស្បៀងនិងគ្រឿងឧបភោគបរិភោគអាដាមទេសរដ្ឋមន្ត្រីថ្លែងថាក្នុងនាមសេនាធិការជួនរាជរដ្ឋាភិបាលពិនិត្យឃើញថាដោយសារកត្តាកំណើនភេសសឹកបានកើនរហូតមានចំនួនសរុបប្រមាណជិត60,000នាក់គឺចាំបាច់ត្រូវដោះស្រាយពីជំរកចល័តនៅមណ្ឌលសុវត្ថិភាពអាដាមទេសរដ្ឋមន្ត្រីថ្លែងទៀតថាការរៀបចំជំរកចល័តនេះនឹងអាចទទួលជនភៀសសឹកច្រើនគ្រួសារដែលអាចការពារពីអាកាសធាតុក្នុងពេលបច្ចុប្បន្នហើយអាចផ្ដល់លទ្ធភាពដល់គ្រួសារភៀសសឹកដែលមានសមាជិកគ្រួសារច្រើនផងដែរអំឡុងចុះពិនិត្យអាដាមទេសរដ្ឋមន្ត្រីបានជំរុញក្រុមការងារពន្លឿនការរៀបចំជំរកចល័តឲ្យបានលឿនបំផុតដើម្បីអាចឲ្យពលរដ្ឋភៀសសឹកចាស់ជរាកុមារនិងស្ត្រីមានផ្ទៃពោះបានស្នាក់នៅក្រោមការយកទៅទុកដាក់ពីរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានបន្ទាប់ពីចុះពិនិត្យរៀបចំជំរកចល័តអាដាមទេសរដ្ឋមន្ត្រីបានឆ្លៀតចុះសួរសុខទុក្ខនិងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកសូមស្ដាប់ការណែនាំរបស់អាជ្ញាធរនិងត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចកតេព្រះបណ្ឌិតបូរនីហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចកតេព្រះបណ្ឌិតបូរនីហ៊ុនសែនព្រមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគិតគូរពីសុខទុក្ខនិងនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាលនិងគ្រប់កលៈទេសៈទូរទស្សនិកជនជាទីគោរពលោកជំទាវ តុយសេរីរតននេតភត្រាទទួលអំណោយពីបណ្ដាសប្បុរសជននានាដែលបានផ្ដល់ជំនួយមនុស្សធម៌ដល់ក្រសួងព័ត៌មានដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនិងវីរៈកងទ័ពការពារបូរណភាពទឹកដីរបស់កម្ពុជាលោកជំទាវ តុយសេរីរតននេតភត្រាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មាននិងជាតំណាងឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញទទួលអំណោយមនុស្សធម៌ពីឯកឧត្តមលោកជំទាវសប្បុរសជននានាដែលមានភាពជឿជាក់ទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងព័ត៌មានក្នុងការផ្ដល់ជូនចំនួនមនុស្សធម៌សម្រាប់ជួយដល់ប្រជាពលរដ្ឋកម្ពុជាភៀសសឹកនិងវីរៈកងទ័ពកម្ពុជាដ៏អង់អាចដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីនិងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងព័ត៌មានលោកជំទាវ តុយសេរីរតននេតភត្រាបានមានប្រសាសន៍ថាព្រះរាជាណាចក្រកម្ពុជាជាប្រទេសមួយដែលមានអធិបតេយ្យភាពរបស់ខ្លួនពេញលេញមានឯករាជ្យនិងឯកភាពជាតិតែមួយនិងមិនដែលចង់បង្កើតបញ្ហាណាមួយឡើយតែផ្ទុយទៅវិញព្រះរាជាណាចក្រកម្ពុជាកំពុងទទួលរងគ្រោះពីការរុករានឈ្លានពានយ៉ាងសាហាវឃោរឃៅអមនុស្សធម៌ជាទីបំផុតពីប្រទេសសៀមទៅវិញប៉ុន្តែព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោធិបតីប្រជាពលរដ្ឋទាំងអស់នៅតែមានក្តីសង្ឃឹមលើការដឹកនាំកាត់ចង្កូតនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពមកជូនប្រទេសកម្ពុជាឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះលោកជំទាវបន្តថាឈរលើស្មារតីជួយគ្នាទៅវិញទៅមកការសាមគ្គីឯកភាពជាតិតែមួយខ្មែររួបរวมគ្នានោះព្រះរាជាណាចក្រកម្ពុជានឹងទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍមួយគួរជាទីមោទនៈប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងសកលលោកត្រូវការសន្តិភាពការរស់នៅប្រកបដោយភាពសុខសាន្តនិងស្នាមញញឹមឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យជឿជាក់លើរាជរដ្ឋាភិបាលនិងវីរៈកងទ័ពកម្ពុជាទាំងអស់ក្នុងការរក្សាការពារបូរណភាពទឹកដីលោកជំទាវ តុយសេរីរតននេតភត្រាបានគូបញ្ជាក់ថាការផ្ដល់នូវអំណោយរបស់ឯកឧត្តមលោកជំទាវនិងសប្បុរសជនទាំងអស់នាឱកាសនេះបានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបង្ហាញពីមនោសញ្ចេតនាសេចក្តីរាប់អាននិងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់លើការងារសប្បុរសធម៌និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មានជាពិសេសដើម្បីចែកជូនដល់វីរៈកងទ័ពជួរមុខនិងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន
ជំនឿជឿជាក់ពីគ្រប់សប្បុរសជនក្រុមហ៊ុនវិនិយោគទាំងអស់ក្នុងការបន្តចូលរួមគាំទ្រដល់សកម្មភាពសប្បុរសធម៌ជាមួយក្រសួងព័ត៌មានក្នុងបុព្វហេតុមនុស្សធម៌គឺជាកត្តាមួយដែលជួយសម្រាប់បន្ទុកដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹកនិងវីរៈកងទ័ពដែលកំពុងប្រយុទ្ធការពារទឹកដីពីការវាយប្រហារឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាលោកជំទាវ តុយសេរីរតននេតភត្រាអញ្ជើញទទួលជំនួយមនុស្សធម៌ពីបណ្ដាសប្បុរសជននានាដើម្បីជួយដល់វីរៈកងទ័ពកម្ពុជានិងប្រជាពលរដ្ឋភៀសសឹកកម្ពុជាដែលរងគ្រោះដោយការឈ្លានពានរបស់ប្រទេសសៀមក្នុងនេះរួមមានលោកជំទាវជាសុនដាណេតរដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មានខោជើងខ្លីនិងខោជើងវែងចំនួន399ខោត្រីងៀត50គីឡូស្មើ99កញ្ចប់សាច់ក្រក106កញ្ចប់សាច់ជ្រូកផាត់34កញ្ចប់និងនំទាហាន4កេសលោកជំទាវនាងសុខាសមាជិកានារីកិត្តិយសអំបុកលេងរួច100កញ្ចប់លោកស្រីពៅច័ន្ទបុផានិងកូនស្បៀងខ្ចប់រួច14មុខមាន100កញ្ចប់បាយក្តាំងកាហ្វេមីត្រីខពុទ្រាក្រហមទឹកឃ្មុំនំស្ករគ្រាប់បារីថ្នាំដោះធ្មេញច្រាសដោះធ្មេញប្រេងខ្យងខ្ទឹមសលោកជំទាវម៉ាកាឡេងសហគ្រាសផលិតនំ LKL Food នំសុខភាព2កេសស្មើនឹង200នំនិងអាវយឺត100អាវឯកឧត្តមអាល់សំអាតនិងលោកជំទាវមេកនិកាព្រមទាំងកូននិងក្មួយនៅប៉ោយប៉ែតសូមចូលរួមបារីហ្វីនចំនួន27សង់ទឹកវីតាល់ចំនួន50កេសនំប៉័ង2កេសស្មើនឹង240កញ្ចប់និងឯកឧត្តមសំសឹងលេងទីប្រឹក្សាក្រសួងបារីហ្វីនចំនួន6សង់លោកប្រធាចារ្យអគ្គមហាឧបាសកកណ្ណារិទ្ធហៅលោកតាកសបៈថវិកា$500មហាឧបាសិកាអុកញ៉ាឡៅកំឡាងថវិកា1លានរៀលជូនដល់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មានដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹកនិងវីរៈកងទ័ពកម្ពុជាដែលត្រូវបានប្រទេសសៀមឈ្លានពានដែនអធិបតេយ្យនៅទីស្តីការក្រសួងព័ត៌មានឆ្លៀតក្នុងឱកាសនេះលោកជំទាវ តុយសេរីរតននេតភត្រាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មានសូមជូនពរឯកឧត្តមលោកជំទាវរួមជាមួយសប្បុរសជនឲ្យកាន់តែមានការរីកចម្រើននិងទទួលបានជោគជ័យបន្ថែមទៀតក្នុងអាជីវកម្មរបស់ខ្លួនទូរទស្សនិកជនជាទីគោរពព័ត៌មានជាតិរបស់ទូរទស្សន៍ជាតិកម្ពុជានៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមអញ្ជើញទស្សនាព័ត៌មានអន្តរជាតិនៅពេលនេះនាងខ្ញុំសូសុផានីនិងក្រុមការងារសូមអរគុណសូមជម្រាបលា